មនីយដ្ឋានទឹកឆាគឺជារមណីយដ្ឋានមួយដ៏ទាក់ទាញបំផុតនៅក្នុងខេត្តកំពង់ចាមដោយសារជាបឹងធម្មជាតិមួយដ៏ធំមានប្រភពទឹកផុសពីក្នុងដីដែលអាចឲ្យភ្ញៀវទេសចររីរាយក្នុងការលេងទឹកកម្សាន្តបានគ្រប់រដូវលោកសៀនសុគន្ធប្រធានមន្ត្រីទេសចរខេត្តកំពង់ចាមបានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថារមណីយដ្ឋានធម្មជាតិទឹកឆាជាសក្តានុពលដ៏ទាក់ទាញយ៉ាងសំខាន់សម្រាប់ភ្ញៀវទេសចរជាតិអន្តរជាតិដែលអាចមកលេងកម្សាន្តនិងស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្មែរពីបុរាណកាលដល់សតែកតំបន់ទឹកឆានេះខាងជើងគឺជាខ្ពង់រាបមានកូនភ្នំមួយចំនួននៅជាប់មាត់ទឹកមានព្រៃធំៗជាច្រើនហូរចាក់ដូចជាព្រៃកំពង់សាជាដើមលោកបានបន្តថាមន្ទីរទេសចរខេត្តបានខិតខំប្រឹងប្រែងរៀបចំកែលម្អតំបន់ទឹកឆាដែលមានទឹកផុសពីធម្មជាតិស្រាប់នេះឲ្យក្លាយទៅជារមណីយដ្ឋានទេសចរដ៏ទាក់ទាញមួយនៅក្នុងខេត្តដែលមានរៀបចំជាកន្លែងលក់ម្ហូបអាហារខ្យល់អង្គុយលេងជាដើមហើយបច្ចុប្បន្នរមណីយដ្ឋានធម្មជាតិនេះក៏ត្រូវបានអាជ្ញាធរប្រគល់ឲ្យក្រុមហ៊ុនវិនិយោគដើម្បីបង្កើនការអភិវឌ្ឍឲ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀតរមណីយដ្ឋានទឹកឆាគឺបាននឹងកំពុងបន្តអភិវឌ្ឍបន្ថែមហើយណាមួយរមណីយដ្ឋាននេះគឺអាចនិយាយបានថាជារមណីយដ្ឋានដែលលេចធ្លោជាងគេនៅក្នុងខេត្តដល់នៅតាមផ្លូវចូលគឺមានប្រាសាទបុរាណតែភាគច្រើនភ្ញៀវគឺតែងតែនិយមទៅដល់រមណីយដ្ឋានទឹកឆាតែម្ដងដែលមានចម្ងាយពីប្រាសាទបុរាណដល់ក្បាលហុងទឹកឆានោះមានចម្ងាយប្រហែល2គីឡូម៉ែត្រសម្រាប់ផ្លូវធ្វើដំណើរចូលពីព្រៃទទឹងទៅនោះគឺផ្លូវកៅស៊ូផ្លូវល្អងាយស្រួលក្នុងការធ្វើដំណើរហើយឥឡូវនេះមានការអភិវឌ្ឍនិងប្រែប្រួលស្អាតច្រើនជាងមុនណាស់ដែលអាចទាក់ទាញភ្ញៀវទេសចរបានច្រើននិងជាទីពេញចិត្តរបស់ភ្ញៀវទេសចរទៅម្ដងហើយចង់ទៅម្ដងទៀតលោកប្រធានមន្ត្រីទេសចរខេត្តកំពង់ចាមក៏បានស្នើដល់ភ្ញៀវទេសចរដែលទៅលេងកម្សាន្តទាំងអស់សូមមានការទទួលខុសត្រូវខ្ពស់ចំពោះបញ្ហាសម្រាមនិងកាកសំណល់របស់ខ្លួនពោលគឺសូមវេចខ្ចប់និងទប់ដាក់នៅក្នុងធុងសម្រាមឲ្យបានត្រឹមត្រូវជៀសវាងធ្លាក់ចូលទៅក្នុងទឹកដែលនាំទៅដល់ការធ្វើឲ្យខូចសោភ័ណភាពទឹកនៅទីនោះសូមបញ្ជាក់ថារមណីយដ្ឋានទឹកឆាមានទីតាំងស្ថិតនៅភូមិថ្មីឃុំក្រូចនិងភូមិថ្មដាឃុំបំណាយស្រុកព្រៃឈ្ងោកខេត្តកំពង់ចាមមានចម្ងាយប្រមាណ42គីឡូម៉ែត្រពីទីរួមខេត្តកំពង់ចាមនិងពីរាជធានីភ្នំពេញប្រមាណ112គីឡូម៉ែត្របត់ចេញពីផ្លូវជាតិលេខ7ត្រង់ផ្សារព្រៃទទឹង